Rương Pịa Sụp Hiệt Sật Đầm Lái Sam Sập Đầm Lầng Đầm Nơ Rương Cá Pì Prênh Niê Miên Chôn Pi Nẹ Bờ Đâyប្រពន្ធបុរសជាប្តីបានឃើញគេរៀនរបៀនពូកែចង់រៀនណាស់យកប្រាក់30ដំឡឹងលាប្រពន្ធដើរទៅរករៀនដើរពីស្រុកមួយដល់ខេត្តមួយឬគេថាទីត្រង់ណាមានអ្នកចេះរបៀនអាគមគាថាពូកែក៏ទៅរកត្រង់នោះដល់ទៅជួបនឹងគ្រូណាពូកែគេសូត្រឲ្យស្ដាប់គេធ្វើឲ្យមើលដូចម្ដេចក៏ចេះតែមិនចូលចិត្តលុះដើរឆ្ងាយទៅក៏បានជួបនឹងតាចាស់ម្នាក់តាចាស់សួរថាអ្នកឯងទៅណាដើរមកតែម្នាក់ឯងស្វះស្វែងរកអ្វីបុរសនោះឆ្លើយថាតាអើយខ្ញុំមកនេះត្បិតឬគេថានៅទីនេះមានគ្រូចេះរបៀនពូកែបានជាខ្ញុំខំសង្វាតមកក្រែងតាចេះដឹងប្រដៅចៅផងតាចាស់ឆ្លើយថាតាមានរបៀន3បទតម្លៃ30ដំឡឹងបើចៅឯងកាន់ជាប់ចៅឯងមិនច្បុតទេគង់បានដូចចិត្តបើមានកិច្ចមានដំណើរអ្វីឲ្យសូត្ររបៀនតានេះចុះពូកែណាស់បុរសនោះថាតាសូត្រឲ្យខ្ញុំស្ដាប់មើលបើខ្ញុំចូលចិត្តខ្ញុំយកតានោះសូត្រឲ្យស្ដាប់ថារពើសដៃផ្ទៃឆ្អែតដេកយប់គុំនិយាយនឹងស្រីឃ្លានគុំអាវស៊ីបុរសនោះស្ដាប់បានចូលចិត្តក៏ប្រគល់ប្រាក់30ដំឡឹងឲ្យតានោះហើយទន្ទិញរបៀនទាំង3បទនោះចាំស្ទាត់រត់មាត់ឯតាចាស់ប្រាប់ថាបើចៅកាន់របៀនទាំង3បទនេះបានតាឲ្យទេមិនយកតម្លៃទេហើយតាចាស់ប្រគល់ប្រាក់ឲ្យបុរសនោះវិញបុរសនោះក៏លាតាចាស់នោះវិលមកស្រុកវិញមាត់បុរសនោះចេះតែទន្ទិញរបៀន3បទនោះចប់តែតាមលើមកពុំមានភ្លេចលុះដើរឆ្ងាយបន្តិចមកជួបនឹងសំពើឈ្មួញមួយបុរសនោះក៏សុំសំពើគេដោយសារមកស្រុកដង្ខៅសំពើក៏ព្រមឲ្យដោយសារបុរសនោះតាំងពីចុះមកនៅក្នុងសំពើថ្ងៃណាក៏ចេះតែទន្ទិញរបៀន3បទនោះហើយចេះតែជួយលាងជួយថែទាំជួយជួសជុលសំពើដូចជារបស់ខ្លួននាយសំពើនឹកក្នុងចិត្តថាអ្នកនេះតាំងតែពីចុះដោយសារសំពើអញកាលណាមកគាត់ចេះតែធ្វើការដូចជារបស់គាត់នឹកហើយក៏ស្រឡាញ់បុរសនោះឲ្យរៀបបាយទឹកឲ្យស៊ីតែរាល់ថ្ងៃរៀងមកឯបុរសនោះពុំខ្ជិលសោះចេះតែខំធ្វើការក្នុងសំពើដូចជាកូនឈ្នួលឯទៀតនាយសំពើនឹកតែក្នុងចិត្តថាបើកាលណាបានដល់ស្រុកអញនឹងចែករបស់ទ្រព្យឲ្យចៅនេះរកស៊ីទៅលុះបើកសំពើមកដល់កណ្ដាលស្រុកមួយបានឃើញវិហារមួយគេរៀបអណ្ដាប់ពោពិសុទ្ធតែចំណីស្រាបាយទុកឲ្យយៈវាមកស៊ីអ្នកសំពើកាលដល់វិហារនោះក៏ចតសំពើឡើងទៅលេងឃើញចំណីទាំងនោះពុំមានមនុស្សក៏នាំគ្នាស៊ីផឹកស្រាស្រវឹងដេកនៅក្នុងវិហារនោះទាំងអស់គ្នាខានតែបុរសម្នាក់នោះមាត់គាត់ចេះតែទន្ទិញថារពើសដៃផ្ទៃឆ្អែតដេកយប់គុំនិយាយនឹងស្រីឃ្លានគុំអាវស៊ីដោយគិតថាចំណីអស់នេះមានហេតុអ្វីមួយហើយបានជាគេរៀបទុកនៅទីនេះឥឡូវអ្នកទាំងអស់នេះស៊ីគង់តែមានភ័យមិនខានគិតដូច្នោះហើយពុំហ៊ានស៊ីឡើងទៅពួនលើធ្នឹមវិហារដោយស្ងៀមស្ងាត់ចាំលបមើលលុះដល់ថ្ងៃត្រង់យៈមកដល់ហើយវាខឹងខ្លាំងណាស់ថានរណាហ៊ានមកស៊ីចំណីអស់នេះយៈថាហើយក៏ប្រើដំបងមកវាយមនុស្សដែលដេកនោះស្លាប់ទាំងអស់ទៅឯដំបងក៏វិលមកខាងយៈវិញហើយយៈកាច់អស់មនុស្សទាំងនោះស៊ីអស់ទៅរួចក្រឡេកមើលក្រឡេមក្រលើមបុរសឃើញយៈភ័យណាស់មាត់ចេះតែទន្ទិញរបៀន3បទហើយគិតថាបើអញស្រែកក្រែងយៈឬវាឃើញអញហើយវានឹងស៊ីអញទៀតគិតហើយក៏លោតចុះពីលើធ្នឹមស្រែកវាស់ឡើងយៈភ័យណាស់រត់ចោលដំបងទៅបាត់ទៅបុរសនោះបានដំបងវាឯងហើយក៏ដើរត្រឡប់មកស្រុកចោលសំពើនៅកំពង់វិហារនោះឯងលុះដើរមកដល់ផ្ទះក្នុងវេលាយប់បុរសនោះយកដំបងទៅលាក់ក្រោមជណ្ដាលយកថ្មសង្កត់លើហើយឡើងទៅដេកលើផ្ទះប្រពន្ធសួរប្រាប់ប្រពន្ធថាចាំព្រឹកសឹមនិយាយប្រាប់ក្រោយពេលដែលប្តីទៅប្រពន្ធនៅផ្ទះវាមានសហាយវេលាយប់ដែលប្តីមកដល់ផ្ទះសហាយវាសួរថាដំណើរដូចម្ដេចក៏ចាំព្រឹកទើបនិយាយបានប្រពន្ធចេះតែអបអង្អែលទ្រាំពុំបានប្តីក៏និយាយប្រាប់ថាអញនិយាយនឹងឯងនេះខុសគ្រូហើយត្បិតគ្រូផ្ដាំថាដេកយប់គុំនិយាយនឹងស្រីឥឡូវនេះអញនិយាយខុសបណ្ដាំគ្រូហើយប្រពន្ធសួរថាអ្នកទៅបានរបស់អ្វីមកខ្លះប្តីថាបានតែរបៀន3បទហើយត្រឡប់មកវិញដល់ពាក់កណ្ដាលផ្លូវបានដំបងវាឯងទៀតប្រពន្ធសួរថាដំបងនោះទុកនៅឯណាឥឡូវនេះឃ
ខ្ញុំចង់ឃើញប្តីថាអញទុកក្រោមចិន្តាយកថ្មគ្រប់ថាហើយក៏ដេកលក់ទៅសហាយលុបស្ដាប់ឮហើយក៏ទៅក្រោមចិន្តាឬយកដំបងនោះទៅបាត់ទៅលុះព្រឹកប្រហាមស្រាងឡើងបុរសនោះរើកពីដេកចុះទៅរកដំបងពុំឃើញក៏ប្រាប់ប្រពន្ធថាអញប្រាប់មិនជឿអញថាខុសគ្រូហើយឯងចេះតែលួងអញតតែអញប្រាប់ឥឡូវនេះមនុស្សឬវាលួចយកដំបងបាត់ហើយប្រពន្ធឬហើយដឹងថាសហាយលួចក៏មិនស្ដីដណ្ដាំបាយឲ្យប្តីស៊ីរួចហើយបុរសនោះក៏យកខ្សែមកចងថ្មដែករົບលើដំបងនោះនាំទៅប្តឹងមេស្រុកឲ្យជំនុំជម្រះរកចោលឲ្យមេស្រុកពុំដឹងបើជំនុំជម្រះដូចម្ដេចពីព្រោះថ្មមិនចេះស្ដីគេជេរថាអាកំព្រើតាំងពីដូនតាមកនរណាដែលឃើ